ថ្ងៃច័ន្ទទី24 កុម្ភៈលោកម៉ាក្រុងបានទៅជួបលោកដូណាល់ត្រាំនៅសេតវិមានដើម្បីនិយាយអំពីបញ្ហាអ៊ុយក្រែននៅក្រៅជំនួបនេះលោកម៉ាក្រុងបានបង្ហាញសេចក្តីត្រេកអរថាការនិយាយជាមួយលោកដូណាល់ត្រាំគឺបានលទ្ធផលវិជ្ជមានការយល់គ្នាអំពីចំណុចសំខាន់ដើម្បីជួយការពារអ៊ុយក្រែនទៅថ្ងៃអនាគតភាគីទាំងពីរទាំងបារាំងនិងអាមេរិកសុទ្ធតែចង់ឃើញសន្តិភាពត្រឡប់មកវិញនៅអ៊ុយក្រែនឲ្យបានឆាប់បំផុតតែលោកម៉ាក្រុងបានថ្លែងនៅចំពោះមុខអ្នកកាសែតថាសន្តិភាពនេះត្រូវតែយូរអង្វែងនិងរឹងមាំសម្រាប់អ៊ុយក្រែនដោយមានការធានាពីភាគីផ្សេងទៀតដែលមានអឺរ៉ុបនិងអាមេរិកពលគឺក្រុមប្រទេសអឺរ៉ុបនឹងរួមគ្នាបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅអ៊ុយក្រែនដើម្បីត្រួតពិនិត្យថាកិច្ចព្រមព្រៀងសន្តិភាពនេះនឹងត្រូវគោរពដោយរុស្ស៊ីបានត្រឹមត្រូវកម្រិតណាចំណែកអាមេរិកវិញនឹងចូលរួមតាមរយៈការទទួលបន្ទុកផ្នែក logistic នៅក្នុងបេសកកម្មនេះ Et donc une fois qu'il y a une paix solide, durable នៅពេលណាដែលយើងមានកិច្ចព្រមព្រៀងសន្តិភាពមួយរឹងមាំហើយយូរអង្វែងចុះហត្ថលេខាដោយអ៊ុយក្រែននិងរុស្ស៊ីហើយដែលមានពួកយើងជាភាគីអ្នកធានានោះបារាំងនិងអង់គ្លេសដែលបានពិភាក្សាគ្នាច្រើនសប្តាហ៍មកហើយនោះសូមប្រកាសថានឹងចូលរួមអ្វីដែលយើងបានជជែកគ្នារវាងកងកម្លាំងទ័ពគ្រប់ផ្នែកគឺយើងត្រៀមបញ្ជូនកម្លាំងទ័ពទៅអ៊ុយក្រែនតែមិនមែនទៅសមរភូមិឬទៅដែនដីដែលជាប់ចំនួនទេតែគឺទៅចូលរួមធានាការពារសន្តិភាពក្រោយភាគីទាំងពីរចុះហត្ថលេខាដូច្នេះវាជាបេសកកម្មសន្តិភាពមិនមែនទៅប្រយុទ្ធឡើយបេសកកម្មយើងគឺដើម្បីបញ្ជាក់អំពីការជួយធានាវាជាបេសកកម្មដែលមានកម្រិតតែវាបញ្ជាក់ច្បាស់អំពីការចូលរួមសាមគ្គីរបស់យើង par définition limitée, mais elle marque une solidarité. ឆ្លើយទៅនឹងសំណួរអ្នកកាសែតលោកដូណាល់ត្រាំបានបង្ហាញការត្រេកអរដែរដែលលោកម៉ាក្រុងមកជួបនឹងលើកជាសំណើធំតាក់ទិនទៅនឹងអ៊ុយក្រែនហើយលោកត្រាំបានបញ្ជាក់ថាលោកគាំទ្រគំនិតបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅអ៊ុយក្រែន The Iranian troops may go into Ukraine as peacemakers. So when ពិតមែនហើយកងទ័ពអឺរ៉ុបអាចនឹងត្រូវបញ្ជូនទៅអ៊ុយក្រែនក្នុងនាមជាកងកម្លាំងរក្សាសន្តិភាពដូច្នេះនៅពេលមានកិច្ចព្រមព្រៀងសន្តិភាពគឺពួកគេអាចត្រួតពិនិត្យតាមដានការគោរពវាឲ្យបានត្រឹមត្រូវខ្ញុំជឿថាវាមិនមែនជាបញ្ហាចោទទេមានប្រទេសអឺរ៉ុបជាច្រើនដែលគាំទ្រគំនិតតែខ្ញុំមិនចង់និយាយជំនួសភាគីបារាំងដែរតែខ្ញុំដឹងថាបារាំងក៏គាំទ្រគំនិតនេះខ្ញុំគិតថាវាគឺថ្ងៃដ៏ល្អមួយនៅពេលណាយើងអាចដើរចូលក្នុងនាមជាអ្នករក្សាសន្តិភាពហើយប្រឆាំងទៅនឹងអ្វីដែលកំពុងកើតឡើងរាល់ថ្ងៃនេះព្រោះមនុស្សស្លាប់ច្រើនណាស់អ្នកកាសែតម្នាក់បានជជែកសួរថាតើលោកពូទីននឹងសុខចិត្តយល់ព្រមឲ្យមានកងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែនដែរឬទេលោកដូណាល់ត្រាំបានឆ្លើយថាសុខចិត្តព្រោះលោកជឿថាលោកពូទីនពិតជាចង់បានកិច្ចព្រមព្រៀងសន្តិភាពមួយពិតមែនដើម្បីបញ្ចប់សង្គ្រាម Yeah, he will accept that. I've asked him that question. បាទគាត់នឹងយល់ព្រមទទួលយកខ្ញុំធ្លាប់បានសួរសំណួរនេះទៅគាត់ហើយខ្ញុំធ្លាប់សួរគាត់ព្រោះគាត់បានលើកឡើងពីបញ្ហានេះនិយាយទៅប្រសិនបើយើងចុះបានកិច្ចព្រមព្រៀងគឺគាត់នឹងមិនធ្វើសង្គ្រាមទៀតទេគាត់មិនថាអីទេចំពោះបញ្ហានេះប៉ុន្តែខ្ញុំបានសួរគាត់ច្បាស់ហើយគាត់ថាគាត់មិនយល់ទាស់ទេ More worried, doesn't mind, but I've specifically asked him that question. He has no problem with it. ដល់ឡែកនៅក្នុងកិច្ចប្រជុំជាមួយលោកម៉ាក្រុងលោកដូណាល់ត្រាំមិនបានភ្លេចទេអំពីរឿងធនធានរ៉ែរបស់អ៊ុយក្រែនលោកបានអះអាងថាអាមេរិកចង់ស្រង់យកលុយមកវិញតាមរយៈធនធានរ៉ែនេះលោកដូណាល់ត្រាំបានអះអាងថាក្រុមការងាររបស់លោកនិងភាគីអ៊ុយក្រែនកំពុងតែសម្រេចចិត្តរួចរាល់ហើយនៅកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែអ៊ុយក្រែនហើយថាលោក Zelensky នឹងមកជួបលោកនៅក្នុងពេលឆាប់ៗនេះ I will be meeting with President Zelensky. In fact, he may come ខ្ញុំនឹងជួបលោក Zelensky ប្រហែលជាគាត់អាចមកនៅសប្តាហ៍នេះឬសប្តាហ៍ក្រោយដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវាពិតជាដំណឹងមួយល្អហើយខ្ញុំសប្បាយចិត្តនឹងទទួលជួបគាត់នៅក្នុងបន្ទប់ធ្វើការរបស់ខ្ញុំឥឡូវនេះកិច្ចព្រមព្រៀងកំពុងតែត្រូវបានជជែកគ្នាជិតរួចរាល់ជាស្ថាពរហើយវាគឺជាកិច្ចព្រមព្រៀងស្តីពីរ៉ែដ៏កម្រនិងរ៉ែមួយចំនួនទៀតហើយបើតាមខ្ញុំយល់គឺគាត់ចង់មកនេះដើម្បីមកចុះហត្ថលេខាតែម្ដងដូច្នេះសម្រាប់ខ្ញុំវាជារឿងល្អខ្លាំងណាស់ខ្ញុំគិតថាវាមិនចាំបាច់ទាល់តែមានការអនុម័តពីក្រុមប្រឹក្សាណាមួយទេដូច្នេះកិច្ចព្រមព្រៀងនេះនឹងអាចចេញរួច